បាទសូមគោរពនឹងជំរាបសួរប្រិមិត្តដែលកំពុងតាមដានកម្មវិធីផ្សាយរបស់បណ្ដាញទូរទស្សន៍កម្ពុជា CTN ខណៈនេះខ្ញុំបាទហួយវណ្ណៈនឹងក្រុមការងារនៃបណ្ដាញទូរទស្សន៍កម្ពុជា CTN កំពុងតែស្ថិតនៅឯស្រុកអន្លង់វែងនៃខេត្តឧត្តរមានជ័យជាប់នឹងព្រំដែននៃប្រទេសថៃហើយយើងកំពុងតែប្រមូលព័ត៌មានទាក់ទងទៅនឹងការវិវត្តចុងក្រោយគឺការវិវត្តមកដល់ថ្ងៃនេះអំពីសភាពការព្រំដែននៅកម្ពុជានិងថៃហើយនៅថ្ងៃនេះចាប់ពីម៉ោង 10:20 នាទីព្រឹកគឺមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរគឺឧត្តមសេនីយ៍តូស្រីដឹកនិងឧត្តមសេនីយ៍តូជាតារាសំទោសដល់ជាមនបានជួបជាមួយនឹងមេបញ្ជាការកងទ័ពថៃមេបញ្ជាការភូមិភាគ2របស់ថៃគឺលោកថារាវ៉ាត់ឆៃសមុទ្រសខនបាទជាមេបញ្ជាការភូមិភាគ2បានជួបគ្នានៅឯអន្លង់វែងនៅជាប់ទល់ដែនថៃដែលស្ថិតនៅក្នុងទឹកដីកម្ពុជាបើការជួបគ្នានេះគឺស្ថិតនៅក្នុងទឹកដីកម្ពុជាហើយនៅក្នុងជំនួបរយៈពេលជិត2ម៉ោងដែលចាប់ផ្ដើមពីម៉ោង 10:20 នាទីព្រឹករហូតទៅដល់ម៉ោង 12 ថ្ងៃគឺរបៀបវរៈនៃកិច្ចប្រជុំគឺមានការជជែកគ្នាយ៉ាងយូរហើយយើងឃើញថាមុននឹងការចាប់ផ្ដើមនៃកិច្ចប្រជុំគឺរដ្ឋពូទាំងពីរបានអនុញ្ញាតឲ្យអ្នកកាសែតជាតិនិងអន្តរជាតិចូលទៅស្ដាប់រយៈពេលប្រមាណ 15 នាទីមុនពេលដែលអញ្ជើញអ្នកក្រុមអ្នកកាសែតអ្នកយកព័ត៌មានចាក់ចេញពីបន្ទប់នៃកិច្ចប្រជុំបាទនៅមុននៃការចាប់ផ្ដើមជជែកគឺ